សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីបាទលើកដៃនេះជាប្រភេទ Acer Asperline 16អ្នកនរគ្នាអានេះអីវ៉ាន់បន្ទឹកទេប៉ុន្តែតម្លៃវាល្អដែរសម្រាប់បន្ទឹកនេះតម្លៃវាតែ399ទេអ្នកនរគ្នាមកជាមួយនឹង CPU ជំនាន់ថ្មីនេះគេដាក់ជា CPU ប្រភេទ Core 5អ្នកនរគ្នាពីមុន Intel Core i5 ឥឡូវនេះអត់ទេគេហៅ Intel Core 5មានចំនួន10 Core 12 Thread អ្នកនរគ្នាហើយតម្លៃវារៀងធូរថ្លៃទេហើយសម្រាប់ RAM អានេះមកជាមួយនឹង RAM ប្រភេទ DDR5 RAM 8GB upgrade បានហើយនឹង storage វាប្រភេទ M.2 512GB អ្នកនរគ្នាហើយជាមួយទំហំអេក្រង់នេះឥឡូវ standard ថ្មីគឺទំហំ16 inch Full HD refresh rate 60Hz អ្នកនរគ្នាដើម្បី save ថ្មយើងប្រើថ្មបានច្រើនដោយសារតែប្រភេទការងាររដ្ឋបាលគេអត់ចាំបាច់យើងដាក់ refresh rate ខ្ពស់ទេគឺយើងដាក់មុំដើម្បី save ថ្មបានច្រើនអ្នកនរគ្នាហើយជាមួយនឹង keyboard អានេះ keyboard ធំល្អអ្នកនរគ្នា keyboard ធំមានដំណាំ pad ស្រួលខាង account ខាងដុល្លារអីដែលត្រូវការវាយលេខច្រើនគឺត្រូវតែម្ដងហើយ trackpad វាក៏ធំគួរសមដែរហើយសម្រាប់លើដៃនេះជាប្រភេទគេហៅពណ៌ប្រាក់អ្នកនរគ្នាហើយយើងក៏លេចមកមើល port គៀនប្រាប់ port គៀនក៏មានដែរនេះមានទាំងដូចកាសមាន RJ45 មាន USB អានេះ USB 3ចេញអ្នកនរគ្នាខាងនេះហើយក៏ដូចជាខាងនេះមាន Type C មាន HDMI ដែរហើយទម្ងន់វាអត់ស្រាលsorry អត់ធ្ងន់ប៉ុន្មានទេអ្នកនរគ្នាទម្ងន់វាស្រាលទេដោយសារវាជាប្រភេទទូ plastic ចឹងវាអត់ធ្ងន់ប៉ុន្មានទេហើយជាមួយនឹង performance វាយើងបើកអីក៏គួរសមដែរវាអត់ slow ខ្លាំងពេកទេហើយស្រាប់បញ្ជាក់តម្លៃវាតែ399ទេបើសិនជាអ្នកនរគ្នាត្រូវការអាច tag បាន Telegram ខ្ញុំដាក់ link នៅខាងក្រោម description បាទបាយ